chẳng môi bên kia nó khổ ta ở với chỉ hai sầm khan này soft skill sầm đạp nè này có cho lời chỉ cái này có nữa nóបាទអូខេនៅក្នុងជំនាញតំណែងយើងហៅថា communication skill ដែលខ្ញុំនិយាយលើកពីដើមមកហ្នឹងជំនាញទាំង4ហ្នឹងគឺការនិយាយការស្ដាប់ការអាននិងការសរសេរតាមមើលទៅទាំងអស់នេះអាចគិតថានិយាយស្រួលនិយាយស្រួលក៏ប៉ុន្តែតាមពិតទៅជំនាញដែលពិបាកជាងគេក្នុង4ហ្នឹងគឺជំនាញស្ដាប់វិញស្ដាប់ពិបាកមនុស្សដែលចេះស្ដាប់មនុស្សដែលប្រកែក្នុងការស្ដាប់ដែលមានជំនាញគឺជាជំនាញមួយដែលពិបាកជាជំនាញគេទាំងអស់ក្នុងចំណោមជំនាញទាំង4ហ្នឹងស្ដាប់អ្នកនរនេះគិតថាចុះគាត់ស្ដាប់មិនក៏ពិបាកមែនអត់ទេស្ដាប់ព្រោះហេតុអីស្ដាប់វាមាន2អាមួយស្ដាប់យកចិត្តទុកដាក់អាមួយគាត់ស្ដាប់យើងនិយាយភាសាខ្មែរថាអាចចូលទៅជានេះចេញទៅជានេះអានោះអត់បានប្រយោជន៍ទេមានន័យថាយើងស្ដាប់ទៅវាចេញទៅវិញប៉ុន្តែដល់ពេលអាស្ដាប់ដើម្បីយើងយកចិត្តទុកដាក់អានោះផ្សេងនិយាយថាអាស្ដាប់ដែលយើងយកចិត្តទុកដាក់ហ្នឹងគឺវាពិបាកណាស់វាពិបាកណាស់ហើយបើសិនជាnóiសម្គាល់ឃើញមើលថានៅក្នុងថ្នាក់រៀនជាទូទៅតាមគោរពកសលគេឲ្យរៀនប្រហែលតែ45នាទីជាប់នេះមូលហេតុអីដោយសារតែមនុស្សយើងអ្នកដែលប្រកែធម្មតាគឺ45នាទីគឺអាចយកចិត្តទុកដាក់ស្ដាប់បានប៉ុន្តែលើសពី45នាទីបែកនៅចូលដល់ណាក់ចូលឆ្វេងចូលទៅឆ្វេងចេញជាស្ដាប់ហើយអញ្ចឹងព្រោះដោយសារអីដោយសារតែមានមនុស្សមិនច្រើនទេដែលមានជំនាញក្នុងការស្ដាប់ដើម្បីធ្វើម៉េចហើយសួរថាចំគ្រាន់តែស្ដាប់શુંមានប្រយោជន៍អីជំនាញស្ដាប់វាអាចជួយឲ្យយើងបានឱកាសជោគជ័យច្រើនហើយដឹងមិនថាជោគជ័យឥឡូវយើងនិយាយថានៅសម័យមួយថាឧទាហរណ៍ថាក្នុងអង្គប្រជុំមួយណាជាមួយនឹងអគ្គនាយកមានផ្នែកផ្សេងឬអីទាំងអស់ឬក៏យើងបុគ្គលិកដូចនេះយើងប្រជុំជាមួយមេតែបើសិនជាយើងបកកែស្ដាប់មានន័យថាយើងដឹងថាតើការអង្គប្រជុំនឹងនិយាយពីអីដំណាក់កាលអីឬក៏យើងដឹងថាតើប្រធានយើងនេះចង់បានអីអូខេកាលណាយើងស្ដាប់យកចិត្តទុកដាក់យើងដឹងថាចង់បានអីដល់ពេលយើងទៅធ្វើវាអត់ខុសដល់ពេលយើងអត់ចេះជំនាញស្ដាប់មានន័យថាយើងស្ដាប់របៀបវើរវាយចូលខ្លះចាំខ្លះច្រឡំខ្លះអីខ្លះដល់ពេលទៅធ្វើខុសលទ្ធផលចេញមកមានបញ្ហាអូខេអញ្ចឹងហើយបានជាជំនាញស្ដាប់នេះហើយនៅក្នុងថ្នាក់នេះទៀតយើងមានវិធីសាស្ត្រជួយឲ្យសេនាកម្មយើងនឹងក្នុងការធ្វើម៉េចដើម្បីបណ្ដុះជំនាញក្នុងការស្ដាប់អូខេមានវិធីសាស្ត្រមួយចំនួនឧទាហរណ៍ដូចជាសមាធិប៉ុន្តែសមាធិនេះយើងអត់បង្រៀនថាបរិញ្ញាគាត់សមាធិទេគាត់អាចទៅរកអ្នកណាក៏ដោយរបៀបមិនក៏ធ្វើមិនដែលអាចគាត់អាចសមាធិមូលហេតុតែមិនថាយើងថាសមាធិវាអាចជួយឲ្យយើងស្ដាប់បានព្រោះកាលណាយើងសមាធិមានន័យថាយើងធ្វើចិត្តឲ្យយើងនឹងយើងស្យំទៅលើអីមួយនេះអញ្ចឹងកាលណាយើងចេះគ្រប់គ្រងចិត្តយើងដើម្បីឲ្យយើងស្យំឬក៏យើងយកចិត្តទៅដាក់លើអីមួយអាហ្នឹងហើយដែលវាប្រកបដាអូខេបើនៅក្នុងឋានៈហ្មងយើងមានវិធីសាស្ត្រមួយចំនួនផ្សេងទៀតឧទាហរណ៍ដូចជាខ្ញុំចាក់នាឡិកាដែលទឹកហ្នឹងណាអូខេអញ្ចឹងខ្ញុំចាក់នាឡិកាហ្នឹងគឺដើម្បីឲ្យសិក្ខាកាមយើងហ្នឹងនៅពេលនោះណាយើងហ្នឹងគឺបិទភ្នែកឲ្យគាត់បិទភ្នែកដើម្បីគាត់ស្យងណាអូខេគាត់ស្យងហើយគាត់បិទភ្នែកអញ្ចឹងទៅហើយគាត់បិទភ្នែកហើយគាត់ស្ដាប់មើលហើយរាប់តាមសំឡេងនាឡិកាហ្នឹងអញ្ចឹងខ្ញុំចាក់ទៅម្ដងខ្ញុំចាក់ឧទាហរណ៍ថាខ្ញុំត្រឹម55ខ្ញុំអត់ដាក់គុតទេពីព្រោះកុំឲ្យគាត់ស្មានអញ្ចឹងដាក់ទៅយើង55អញ្ចឹងទៅហើយចាក់ឲ្យសួរគាត់ថាឥឡូវអានាឡិកាហ្នឹងវាលួចប្រមាណទឹកប្រមាណដងអញ្ចឹងណាឬសួរទឹកប្រមាណដងហើយម្ដងយើងដាក់62 63ផ្សេងអីទួលនេះទៅដើម្បីកុំឲ្យគាត់ចាំអញ្ចឹងដល់ពេលយើងធ្វើអញ្ចឹងដដែលមានន័យថាធ្វើឲ្យចិត្តគាត់ចាប់បានខ្យល់ណាមានន័យថាគាត់អាចបែកអារម្មណ៍បានទេពេលនោះគឺគាត់ត្រូវតែអង្គុយស្ដាប់ថាតើនាឡិកាហ្នឹងវាលូនប្រមាណដល់វាលឺសូរទឹកហ្នឹងប្រមាណដងអញ្ចឹងកាលណាគាត់ផ្ចង់អញ្ចឹងទៅវាធ្វើឲ្យគាត់ហាត់លំហាត់ក្នុងការផ្ចង់អារម្មណ៍ហើយខ្ញុំមានមួយទៀតដែលខ្ញុំជាអនុសាសន៍ឲ្យគាត់ធ្វើគឺត្រឡប់នៅពេលដែលគាត់ទៅផ្ទះគាត់គេងឲ្យគាត់ចេះរាប់ដង្ហើមគេធម្មតាយើងគេងទៅយើងមកដកដង្ហើមចេញចូលហ្នឹងណាអញ្ចឹងដើម្បីឲ្យគាត់ផ្ចង់អារម្មណ៍គឺឲ្យគាត់រាប់ដង្ហើមមានន័យថាចូលរាប់1អញ្ចឹងទៅចេញ2ហើយចូលមួយទៀត3ទៅ4ទៅឲ្យគាត់រាប់រហូតអញ្ចឹងទៅហើយរាប់រហូតដើម្បីអីព្រោះកាលណាយើងរាប់ដង្ហើមមានន័យថាអារម្មណ៍យើងផ្ចង់ទៅលើដង្ហើមយើងឯងអញ្ចឹងបានន័យថាវាអត់បែកខ្យាយទេអញ្ចឹងរាប់អញ្ចឹងទៅហើយប្រាប់ថាបើសិនជារាប់ហ្នឹងឧ
ឧទាហរណ៍រាប់ភ្លេចរាប់ពីខ្លះភ្លេចរាប់ទៅបាន30ហើយចាប់តែភ្លេចប្រាប់ថាអូខេភ្លេចកុំព្យាយាមនឹកឲ្យរាប់ឡើងវិញឧបមាថារាប់ដល់30ហើយស្រាប់តែជួនថ្ងៃយើងរាប់ភ្លេចដល់ទីប៉ុន្មានទៅបាត់ហើយអរេអញ្ចឹងមិនឲ្យតែអញ្ចឹងគឺត្រូវចាប់ដើមឡើងវិញគឺចាប់ដើមពី1ឡើងវិញធ្វើទៀតធ្វើ1 2 3 4 5រហូតដល់10000ដល់100 200អីឡើយហើយបើថាភ្លេចត្រូវតែចាប់ដើមធ្វើឡើងវិញហើយរកឲ្យនិយាយទៅទស្សនិកជនទាំងអស់គ្នានៅទីនេះក៏អាចខ្ញុំលើកទៅចិត្តដែរបើសិនជាអាចគឺនៅពេលដែលយើងចូលគេងដែលយើងគេងឲ្យស្រួលយើងគេងទៅឲ្យវាស្រួលហើយយើងចាប់ដើមរាប់ហើយខ្ញុំលើកទៅចិត្តទាំងអស់គ្នាធ្វើអញ្ចឹងដើម្បីអីដើម្បីយើងផ្ចង់អារម្មណ៍កាលណាយើងផ្ចង់អារម្មណ៍មានន័យថាវានឹងជួយជំនាញក្នុងការស្ដាប់របស់យើងនេះល្អហើយជំនាញក្នុងការស្ដាប់នឹងជំរាបចឹងថាពិបាកជាងជំនាញក្នុងការនិយាយខ្ញុំអាចនិយាយបានច្រើនតែបើស្ដាប់វិញពេលខ្លះមិនស្រួលទេណាអូខេ អូខេអរគុណលោកគ្រូសម្រាប់ការបកស្រាយនៅសំណួរ